ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីខណៈនេះផងដែរក្រុមការងារទូរទស្សន៍ជាតិកម្ពុជាខេត្តមណ្ឌលគិរីកំពុងតែចុះផ្ដិតយកទស្សនវិជ្ជាជារួមនៅក្នុងមណ្ឌលសុខភាពស្រុកអូររាំងដែលកំពុងតែបម្រើសេវាកម្មយ៉ាងសស្រាក់សស្រាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយជាងនេះផងដែរគឺយើងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋដែលគាត់មានបានបទសរមន្ត្រីរាជការមន្ត្រីជននិវត្តន៍ប្រជាជនមានពិការភាពនិងបងប្អូនដែលប្រើប្រាស់នៅជាមួយនឹងបានសមត្ថៈគឺបានមកទទួលសេវានៅទីនេះយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូពេទ្យអ្នកគ្រូពេទ្យដែលគាត់ផ្ដល់សេវាកម្មសុខាភិបាលដោយគ្មានការរើសអើងបន្តិចទៀតនេះយើងនឹងជួបសម្ភាសផ្ទាល់ជាមួយនឹងអ្នកគ្រូពេទ្យតំណាងដល់មណ្ឌលសុខភាពស្រុកអូររាំងទាំងអស់គ្នាថាតើនៅទីនេះបានផ្ដល់ប្រព័ន្ធសុខាភិបាលបែបណាទៅដល់ពួកគាត់បាទសូមអរគុណដល់សុខភាពពួកខ្ញុំមានបុគ្គលិក9នាក់ប៉ុន្តែបូកនឹងកិច្ចសន្យាទៀតបាន10នាក់ចាអាហ្នឹងដូចថាយើងមើលកម្រិតយើងប៉ុណ្ណាយើងភិបាលប៉ុណ្ណឹងដូចថាបរិសោតដូចជាកំណើតដតីពួរOPD អញ្ចឹងយើងយកតាមអាបានផិនគេហ្នឹងតែបើសិនជាធ្ងន់ធ្ងរអាហ្នឹងយើងអាចបញ្ជូនទៅលើយើងមិនអាចយកបានទេចាមានបានបរិសោតដូចថាអ្នកមកបម្រើសេវានៅកន្លែងយើងអញ្ចឹងយើងផ្សព្វផ្សាយថាអត់មានបានបរិសោតអត់អស់លុយទេពេលឈឺពេលក្រន់ហើយអមធិសំធក្រទៀតក៏អស់លុយដែរបងប្អូនណាដែលមកមណ្ឌលពួកខ្ញុំតែមានបានណាពួកខ្ញុំអត់យកលុយទេបើសិនមានបញ្ហាខ្លាំងដូចឡានបញ្ជូនក៏ដោយអ្នកដែលមានបានបរិសោតអីពួកខ្ញុំអត់យកទេបញ្ជូនតាមដំណើរហ្នឹងពួកខ្ញុំផ្ដាំផ្ញើទី1ខ្ញុំថាពេលមានផ្ទៃពោះអញ្ចឹងយើងពិនិត្យតាំងពីទី1រហូតដល់ទី5ដល់ទី5យើងអាចសម្រាលហើយអញ្ចឹងអត់ឲ្យសម្រាលតាមផ្ទះទេឲ្យបងប្អូនមកមណ្ឌលសុខភាពបើសិនមណ្ឌលសុខភាពពួកខ្ញុំដំណើរការអត់កើតទេមានមន្ទីរពេទ្យទៀតអ្នកជួយហ្នឹងហើយពួកខ្ញុំបម្រើសេវា24ម៉ោងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យអ្នកយាម24ម៉ោងអ្នកធ្វើការ8ម៉ោង